Chúc chơn vang phai hông vẹn tỷ buồn Nếu समयកាលដ៏យូរលង់មួយនៅខ្វាងជើមានអ្នកមានម្នាក់គាត់រស់នៅឯជ័យក្រុងបានសាងសង់ផ្ទះដ៏ប្រណិតមួយខ្នងមានដើមឈើដ៏ស្រស់ស្អាតដាក់ឈ្មោះថាRừng Chúc chơn vang phai hông vẹn tỷ buồn Nếu समयកាលដ៏យូរលង់មួយនៅខ្វាងជើមានអ្នកមានម្នាក់គាត់រស់នៅឯជ័យក្រុងបានសាងសង់ផ្ទះដ៏ប្រណិតមួយខ្នងមានដើមឈើដ៏ស្រស់ស្អាតដាក់ឈ្មោះថាសួនអង្គាសិលឬហៅថាទេសភាពខ្វាងជើនរណាតែដឹងដើមឈើដ៏ធំខ្យល់មកបណ្ដាលឲ្យមានចោរប្លន់ដឹងនៅយប់មួយមនុស្សមួយគ្រួសារ56នាក់ត្រូវសម្លាប់ចោលទាំងអស់ប្លន់យកទ្រព្យសម្បត្តិទាំងអស់ឃាតករក៏រត់បាត់ស្រមោល
ក្រោយពីពេលនោះមកសួនអង្គាសិលកើតមានរឿងចម្លែកប្រជាជនរស់នៅក្នុងភូមិជឿថាព្រលឹងខ្មោចអយុត្តិធម៌ទាំងនោះមករកមនុស្សសងសឹកវិញបើសិនមានមនុស្សចូលទៅស្នាក់នៅទីនោះមួយយប់ប្រកាសជាគ្មានជីវិតត្រឡប់មកវិញឡើយទិញចូលទៅណែខ្លាចទៅថ្ងៃនេះជាថ្ងៃ29ពេញបរមីថ្ងៃគ្រោះថ្នាក់បំផុតខ្ញុំប្រោះជួយឲ្យចូលទៅមិនបាន2ម៉ោងទេប្រកាសជាមិនអាចចេញមកវិញបានទេណានៅក្នុងនេះវានៅខាងក្នុងគ្រោះថ្នាក់ណាខ្ញុំភ្នាល់មួយសោះជា4ទិញ1ម៉ោងហើយចេញមកអាយ៉ាខ្ញុំឈ្មោះអាក្បាលកញ្ចុះនៅទីនេះនេសាទ10ឆ្នាំហើយមិនដែលបានជួបខ្មោចស្អីដើមទ្រូងរបស់ខ្ញុំឆ្លាក់រូបគន់អ៊ីមានអំណាចបូករួមរិទ្ធបារមីហើយខ្មោចយកស្អីទៅឃើញច្បាស់ហើយច្បាស់ជារត់ខ្លោខ្លាញ់មិនខានទេណែមិនបាញ់និយាយច្រើនទេ50តាយ៉ាងមានអ្នកណាទិញដែរទេហើយយើងលក់ឲ្យចាំម៉េចមិនទេទេពួកឯងនេះទិញមានខ្ញុំភ្នាល់ជាមួយអាយុនេះចេញមិនរួចទេមិនគេទៅចេញចឹងឆ្ងល់ឡើងចេញមិនរួចទេខ្ញុំយក300តាយ៉ាងភ្នាល់ជាមួយពួកអាយុនេះចូលតែមិនអាចចេញជារៀងរហូតបើសិនជាខ្ញុំចេញមិនរួចខ្ញុំក៏ត្រូវទៅចូលដែរមែនហើយមិនខុសទេបើសិនជាអាចចេញមិនរួចពួកយើងឈ្នះហើយនៅតែមិនបានប្រាក់ទៀតប្រាក់តែនេះចាំឆ្លងផុតជុំនេះបានទេអាចចង្រៃយកបើចូលទៅពួកឯងយកប្រាក់នេះអត់ទៅឯងស្មានតែយើងល្ងងបែបនេះគឺឯងគិតចេញមកដែរតើឯងចង់បានប្រាក់ពីយើងឈួតអស់ទៅពួកយើងទាំងអស់គ្នាគ្មានអ្នកណាស្គាល់នោះទេមានប្រពន្ធមានកូនទៅហើយពិតជាយកប្រាក់មែនយកប្រាក់ពួកឯងចេញមកត្រូវហើយមែនឡោតែរត់តាចាយខាត់ណាព្រោះតែប្រាក់ប្រមាណ100តាយ៉ាងយើងជីវិតតែប្រដៅបែបនេះមិនគប្បីទៅសោះឬមួយក៏ឯងខ្លាចទៅពជាពេលចាំដល់មេភ្លឺមិនចាំបាច់ចាំយូរនោះទេបើសិនជាឯងខ្លាចមែនអញ្ចឹងពួកយើងមិនចាំបាច់ផ្ដាល់ទេពួកយើងត្រឡប់ទៅផ្ទះវិញដល់10ភួយដេកវិញវាល្អជាងនៅទីនេះខ្យល់រងាត្រជាក់ខ្លាំងណាស់យើងមិនចាំពួកឯងនោះទេណាពួកឯងទាំងអស់គ្នាចាំតែមើលចុះអូមែនហើយពួកយើងត្រឡប់ទៅផ្ទះវិញទៅមែនហើយប៉ុន្តែពេលនេះពួកឯងនៅទីនេះខ្ញុំនឹងចូលទៅបើសិនជាមេមិនទាន់ភ្លឺកម្រិតមកជាទូឲ្យយើងទៅឈប់សិនវិញលោកម្ចាស់តើត្រូវការជួលបន្ទប់ដែរទេត្រូវហើយតើមានបន្ទប់ទេមានច្រើនណាស់នៅសួនអង្គាសិលមិនទំនេរទាំងអស់លោកម្ចាស់មិនក៏មកជួបបន្ទប់យប់បលែលោកមកពីស្រុកក្រៅឬមួយក៏ជាខ្មោចខ្ញុំជាមនុស្សទេតាមានតែតាគួននៅខ្លួនរបស់ខ្ញុំកុំចង់លេងសើចជាមួយខ្ញុំទេសោះណាខ្ញុំសម្លាប់មនុស្សមិនប្រព្រឹត្តភ្នែកទេសូម្បីតែនេះក៏មិនប្រព្រឹត្តភ្នែកដែរឯងចង់20ខ្ញុំហ៎អូយបើអញ្ចឹងប្រសើរណាស់ចឹងខ្ញុំខ្លាចលោកមានរឿងលោកក្លាហានយ៉ាងនេះមិនខ្លាចមានរឿងទេទៅ10ភួយមកផ្លែតគឺមេឃភ្លឺហើយចាំស្អែកចាំឲ្យប្រាក់ជួលបន្ទប់ចុះណែយកទៅនេះទៅហើយនៅចិត្តនេះមានមនុស្សទៀតហ៎ផ្ទះទុយនៅខាងលិចគឺលោកសទ្ធិចៅប៉ាវហើយខ្ញុំប្រាប់លោកណាលោកសទ្ធិចៅជាតិមុនចូលចិត្តបទចម្រៀងអ៊ីតាលីទៀតផងជាតិមុនជាតិក្រោយស្អីវើនៅណានៅខាងនោះទៅហើយគឺលោកសទ្ធិចៅយប់នេះជើញភ្ញៀវគឺសិតតែភ្ញៀវពិសេសទៀតផងហើយនិយាយខ្មៅយកស្អីចង់20យើងសម្លាប់ឯងទៅងាប់ទៅអាយលោកសម្លាប់ខ្ញុំក៏គ្មានប្រយោជន៍ដែរខ្ញុំត្រូវនៅផឹកស្រាយជាមួយនឹងលោកសទ្ធិចៅដែរលោកសទ្ធិចៅក៏អញ្ជើញខ្ញុំដែរយប់នេះថែរក្សាខ្លួនលាសិនហើយចង់20ខ្ញុំផងឯងសំណាងល្អហើយខ្ញុំត្រៀមខ្លួនជាមុននោះអីបងធំខ្ញុំនាំអាចឆៅនឹងលោកគ្រូម្នាក់មកបើសិនជាខ្ញុំចេះសូត្រធម៌បើសិនជាមានអ្វីចម្លែកទៅកើតឡើងនោះខ្ញុំបានយកឈាមខែខ្មៅមកហើយម្យ៉ាងទៀតបើសិនជាមានសកម្មភាពអីខ្ញុំចាត់ការជូនដូនតា18ជំនាន់ចេះស្អីវិញយករបស់មកធ្វើស្អីបងធំមកមានវាភាសាជាងដែរណាមែនហើយមានវាភាសាជាងអត់តែមនុស្សម្នាក់គឺលើសមួយចំណែកនិយាយច្បាស់ទៅគឺឯងមួយចំណែកហើយអត់មានរឿងអីចាំនិយាយគ្នាតាមក្រោយតើបានទេទៅហើយបងធំមានមនុស្សជ្រៀងក៏ប្រមូលច្រើនពេកពួកយើងដេកមកយប់ទៅមកពួកយើងចូលបន្ទប់មុនទៅមកមានយកបៀមកទេអីហើយយកមកដែរតានេះអត់អញ្ចឹងទៅ
យ៉ាឯងទៅណាហ្នឹងណាបងធំគ្មានសំលេងទេឡើងចងក៏ត្រូវដកចកាមាត់ដែរគ្មានសំលេងតាក់ទងស្អីនឹងឯងទេមកចូលមកលេងទៅហើយចែកបៀអីហើយស្អីហ្នឹងអីយើពីបោឲ្យបងធំមានភ្លើងគាត់ជំនាញរឿងហើយពីបោឲ្យមានអគិភ័យបងធំអគិភ័យប្រយ័ត្នស្ងៀបទុកឲ្យខ្ញុំមកចេញទៅមើលសិនខ្ញុំចេញទៅមើលបងធំទៅធ្វើម៉េចប្រយ័ត្នណែពួកឯងត្រូវតែប្រយ័ត្នណាមិនទាន់ភ្លើងមកឯងចេញទៅណាទេចាក់សោឲ្យជាប់ទៅពួកឯងចាក់សោឲ្យជាប់ចាក់សោបងធំតើគិតធ្វើយ៉ាងម៉េចទៅគ្រូម្នាក់នោះជាជនបោកប្រាស់ទេដឹងពេលនេះភ្លើងឆេះយ៉ាងនេះមិនឲ្យពួកយើងអើយបោកពីដាបណីក៏ច្រើនបលែជាផ្លៃសុំផ្លៃទៅលោកនាយរងលាវមានរឿងស្អីទៅលោកដំស្រីមិនអីទេលោកដំស្រីមិនអីទេឯងទៅចាប់ខ្មាំងទៅខ្ញុំចេះការពារលោកហើយបាទអើយជួយចូលមកដាក់តិចបាទដើម្បីកញ្ចប់ទេខ្ញុំគ្នាស្ស្កាត់បន្តិចស្ស្កាត់បន្តិចឈប់តើតែនិយាយភាសាអឺរ៉ុបទើបអ្នកទាំងអស់គ្នាអាចស្ដាប់បានណាអាស៊ូនៅខាងនោះមានតំណែងទៀតដែរទេហ៎មានឬមកទាំងអស់ហើយតើឃើញទេអ្នកទាំងអស់គ្នាស្ដាប់បានដែរទេស្រាប់បានហើយឆ្នាំខាត់ឈាមលក់មិនដាច់ផងហើយសឹងតែលក់មិនដាច់ទៅហើយលើកក្រោយឆាប់យកមកបន្តិចមកលោកគ្រូអីយ៉ាអស់ចាជើញតាមជ្រុលជើញសុំជើញលោកគ្រូថ្ងៃនេះលក់ឆ្នាំខាត់ឈាមដាច់ណាមិនដល់កន្លះថ្ងៃផងលក់អស់20កេសទៅហើយនៅផាត់ដើមទៅពួកយើងចំណេញបាន50ដំឡឹងលើកនេះគ្រប់ទឹកចាក់ជាមិនខានទេពួកយើងរស់ស៊ីមិនទាន់សភាពការតតសោះហើយបើយឺតយ៉ាងនេះគឺលក់មិនគ្រប់តតសោះឯងនិយាយត្រូវណាតាមពិតរស់ស៊ីងាយស្រួលយ៉ាងនេះអញ្ចឹងតើបានជាសាច់ជ្រូកចុងរស់ស៊ីឆាប់មានហើយមានមធ្យោបាយឆ្លៀតពេលគេទៅខ្វាំងស៊ីពួកយើងត្រូវធ្វើថ្នាំបន្ថែមទៀតទៅដើម្បីឲ្យលក់បានច្រើនណាអើយទៅជាអស់ចានៅមានទៀតធ្វើដូចជាក្រុមគេចុះយកតំណែងទាំងនេះទៅលក់តាមខែទៀតល្អដែរជៀសវាងគេត្រឡប់មកវិញត្រូវបែងចែកចំណាយហើយត្រូវមានទៀតពួកយើងអាចនាំចេញបានទៀតផងចំពេលច្បាំងគ្នានឹងក៏ហើយពួកយើងលក់កាន់តែដាច់ថែមទៀតហើយបំបត្តិការរលាកបំបត្តិការឈឺចាប់ត្រូវការប្រមូលជាតិមានយើងខ្លាចជាតិមានត្រូវហើយចាប់ពីពេលនេះទៅមិនឲ្យលក់ថ្នាំប្រភេទនេះទៀតទេទីលានដើមរុក្ខជាតិក៏ត្រូវតែបិទជាបណ្ដោះអាសន្នហេតុអីទៅលោកគ្រូហេតុអីទៅ
ថ្នាំនេះលោកដាច់ដូចជាពាក្យអាស៊ូនិយាយអញ្ចឹងព្រោះតែទូទាំងប្រទេសចិនគ្រប់ទីកន្លែងច្បាំងគ្នាថ្ងៃនេះ8ប្រទេសវាយប្រទេសចិនស្អែកប្រទេសចិនវាយ8ប្រទេសអ្នកទាំងអស់គ្នាគិតតែពីប្រមូលប្រាក់ពីប្រជារាស្ត្រមិនគិតពីការស្លាប់របស់ពួកគេហើយជាពិសេសម្នាក់ចាងសៀវខុននៅសានតុងនោះនៅខាងក្រោយខ្នងរបស់គេតែឌីលគាត់ជាអាដាមសនីក្បាលឆ្កែលោកគ្រូនិយាយច្រើនជាងនេះពួកខ្ញុំនៅតែមិនយល់ទេតែមានតំណែងស្អីជាមួយថ្នាំខាត់ឈាមថ្នាំខាត់ឈាម37ខ្លាយជាថ្នាំសង្គ្រោះជីវិតពួកគេក្រោយពីព្យាបាលហើយគឺបង្ខំឲ្យពួកគេឡើងច្បាំងទៀតពេលនេះខ្មោចព្រាយបិសាចបង្ហាញខ្លួនមកសុំចេញគួយតើអីយ៉ាសុំបីតែជំងឺបេះដូងរបស់ខ្ញុំមិនស្រួលលោកឯព្យាបាលជាសះស្បើយពិតជាគាត់សរសើរមែនលោកគាត់និយាយច្រើនយ៉ាងនេះគឺមិនចង់បោកប្រាក់ព្យាបាលហើយមែនឯតានេះមកស្វិតណាខ្ញុំធ្លាប់មើលគ្រូពេទ្យច្រើនដែរហើយមានតែលោកគ្រូហមរៈគត់និយាយត្រូវនឹងជំងឺរបស់ខ្ញុំមិនយ៉ាងទៀតណាមិនដល់3ខែផងព្យាបាលជំងឺបេះដូងខ្ញុំជាសះស្បើយលោកគ្រូពិតជាឪពុកម្ដាយខ្ញុំជាតិក្រោយមែនខ្ញុំមិនដឹងត្រូវអរគុណលោកគ្រូយ៉ាងម៉េចទេម្ល៉េះទេតាមពិតទៅខ្ញុំគិតហើយថាជួលលោកគ្រូ100តម្លឹងមាសប៉ុន្តែក្រោយមកខ្ញុំគិតទៀតលោកគ្រូគឺជាមនុស្សក្រៅមនុស្សហើយមនុស្សជាន់ខ្ពស់ប្រកាសជាមិនប្រកាន់រឿងប្រាការទេក្រោយមកទៀតខ្ញុំគិតថាជួលរបស់ខ្លះបញ្ជាក់ពីទឹកចិត្តរបស់ខ្ញុំជូនដល់លោកគ្រូសូមអានលើកថ្មីមាត់សូបែថ្លៃថ្នាំក៏សំចៃដែរលបងឈិនជាសាស្ត្រាចារ្យពិតជាប្រកែកនិយាយខ្លាំងណាស់ខ្ញុំមិនត្រឹមតែសម្អាតលើថ្មីមាត់ទេដល់ចេះសរសេរបញ្ជីបានល្អទៀតអូអីយ៉ាំមែនហើយលោកគ្រូពុំនោះទេខ្ញុំសរសេរបញ្ជីឈ្មោះអតិថិជនឲ្យលោកគ្រូហងចុះបញ្ជាក់ពីទឹកចិត្តរបស់ខ្ញុំតាគាត់បានត្រៀមលក្ខណៈយូរហើយនៅចំពោះមុខនិយាយពីឥតបានការច្រើនណាស់ពិតជាកំណាញ់ស្វិតមែនតបងហើយអ្នកខ្លះហាគ្មានគូព្រាមមានថ្មីដៃអស្ចារ្យត្រឡប់មករដូវផ្ការីកវិញយ៉ាងមិនដែរលោកគ្រូល្អទេអូពិតជាល្អណាស់អាស៊ូបាទលោកគ្រូតរងមនុស្សមកពីកដាស់រឹងទៅហើយពីកដាស់រឹងទៅអាឈីបាទលោកគ្រូជួយយកថ្នាំទៅឲ្យលោកគ្រូឈិនផងណាថ្នាំយកទៅលឿនឡើងអូយយ៉ាថ្លៃថ្នាំតែប្រហែលទៅលោកគ្រូវ៉ាហើយបងឈិនបន្តិចបន្តួចទេមិនថ្លៃជាងអសររបស់លោកទេណាបែបនេះមិនគួរសមតសោះហើយហើយមិនបោកប្រាក់ថ្លៃថ្នាំក៏បដិដែរនៅថែមទាំងទៅយកតាពីកដាស់រឹងស្អីទៀតទេលោកគ្រូពិតជាលប់សតិហើយគាត់ឲ្យគេសរសើរតាពី3បានតែស្រាខ្លួនតែម្ដងហើយទេលោកគ្រូថ្ងៃនេះអារម្មណ៍ល្អណាស់និយាយអីក៏គាត់យល់ព្រមដែរអញ្ចឹងខ្ញុំសុំច្បាប់គឺមានសង្ឃឹមហើយឯងចង់សុំច្បាប់ត្រឡប់ទៅស៊ីលីនណាអាឈីយកថ្នាំមកបានហើយនៅបានហើយលោកគ្រូឆាប់យកមកលមកឈិនណា5ថ្ងៃក្រោយមកព្យាបាលម្ដងទៀតធ្វើឲ្យបានច្រើនកាន់តែល្អអរគុណលោកគ្រូហើយមិនចាំបាច់ជូនដំណើរខ្ញុំទេត្រឡប់ទៅវិញទៅអរគុណលីហើយលោកគ្រូពិសាតែឯងតែពីចង់ធ្វើស្អីហ្នឹងខ្ញុំមានការបន្តិចចង់និយាយជាមួយលោកគ្រូហើយលោកគ្រូខ្ញុំក៏មានការបន្តិចចង់និយាយជាមួយលោកគ្រូដែរនិយាយទៅនិយាយភ្លាមលោកគ្រូខ្ញុំចង់ប្រកាសជាខាងជាយូមករកខ្ញុំហើយមិនក៏លោកគ្រូដឹងសម្លេងគោះទ្វាររបស់គេក្លែពី3 1ខ្ញុំជួបទៅមុនហើយមិនក៏លោកគ្រូដឹងខ្ញុំដឹងថាលោកគ្រូថាមិននៅមែនណាលោកម្ចាស់ឈីយូជឿចេញទៅគាត់បាយលោកម្ចាស់ឈីយូជឿចេញលោកម្ចាស់ឈីយូលោកគ្រូរបស់ពួកយើងគឺចាញ់តែបានខ្ញុំដឹងហើយរាល់លើពេលខ្ញុំរកគ្រូរបស់ឯងសុទ្ធតែមិននៅប៉ុន្តែគ្មានបញ្ហាទេខ្ញុំមានពេលទៅនេះខ្ញុំអង្គុយចាំលោកគ្រូឲ្យត្រឡប់មកវិញលោកម្ចាស់អញ្ជើញផឹកតែសិនទៅអាស៊ូលោកគ្រូលោកម្ចាស់ឈីយូរងចាំលោកគ្រូលោកម្ចាស់ខាងលោកគ្រូចេញទៅទៅតែចេញទៅអំបញ្ញមិញមិនក៏ឆាប់ត្រឡប់មកវិញទេខ្ញុំភ្លេចយករបស់ខ្លះអូយ៉ាខ្ញុំដឹងចំពេលមកដល់ហើយមិនយល់ទាស់ទេអ្នកទាំងអស់គ្នានិយាយគ្នាលេងពេលនេះនៅខាងក្រៅគ្រប់ទីកន្លែងមានចម្បាំងអ្នករាជការរត់ចោលអស់ចំណែកឯស្បៀងអាហារក៏មិនធ្លាក់មកទៀតគឺគ្រប់គ្នាថាខ្ញុំជាមនុស្សរាជការអស់ចាតាមពិតតែគ្រាន់តែជាសបកក្រៅប្រទេសពេលនេះខ្ញុំហូបកន្ទក់ដែរតើប៉ុន្តែពេលនេះខ្ញុំនឹកឃើញមធ្យោបាយមួយហើយលោកគ្រូហងលោកគឺជាគ្រូបង្ហាត់គុណទូទាំងប្រទេសមានមនុស្សចំនួន300នាក់មិនដឹងថាលោកអាចជួយកាត់បន្ថយមនុស្សខ្លះបានដែរទេកាត់បន្ថយមនុស្សហ៎បើបំណុះទេលោកដកស្បៀងអាហារខ្ញុំមុនទៅពេលនេះគេទាំងអស់គ្នាពឹងប្រាក់ចិញ្ចឹមគ្រួសារបើបាត់បង់មុខរបរពួកគេគិតយ៉ាងម៉េចទៅមិនលាក់បាំងជាមួយលោកគ្រូទេស្បៀងទាំងនេះគឺខ្ញុំឲ្យលោកដោយផ្ទាល់តើសង្ឃឹមថាអញ្ចឹងទៅចោះលោកម្ចាស់យកស្បៀងរបស់ខ្ញុំចែកឲ្យប្រជារាស្ត្រទៅចោះយ៉ាងម៉េចដែរទៅអីយ៉ាជួយបានមួយពេលក៏ដូចជាមិនជួយដែរហើយនៅពុំនោះទេចាំលោកឧត្តមសេនីយ៍ចាងមកដល់ខ្វាំងជើលោកគ្រូហងទៅស្វាគមន៍គាត់ដោយផ្ទាល់ដីរបស់លោកទៅ
រឿងនេះមិនតាក់ទងនឹងរឿងស្បៀងអាហារទេម្យ៉ាងទៀតម្នាក់តកូលចាងរហូតមកដល់ដាក់ឈ្មោះថាឧត្តមសេនីយ៍ក្បាលឆ្កែគេនៅសានតុងសម្រាប់មនុស្សដូចជាសត្វធានអញ្ចឹងខ្ញុំមិនចង់ទំនាក់ទំនងជាមួយនឹងគេទេណាល្អលោកគ្រូហងពិតជាអស្ចារ្យសូមសរសើរប៉ុន្តែលោកឧត្តមសេនីយ៍ចាងមានប្រាក់មានអំណាចគ្រាន់តែនៅធនាគារឈីណាណាតម្កល់ប្រាក់ច្រើនណាស់ពួកខ្ញុំគ្រាន់តែសង្ឃឹមថាគាត់អាចឧបត្ថម្ភប្រាក់ចំនួនតិចតួចដល់ខ្វាងជើពួកយើងគ្រាន់តែជាប្រាក់តិចតួចប៉ុណ្ណោះអាចគ្រប់គ្រាន់ស្បៀងអាហារមួយឆ្នាំសម្រាប់ខ្វាងជើហើយលោកគ្រូយល់ថាយ៉ាងម៉េចដែរទៅលោកម្ចាស់នៅខ្វាងជើរយៈពេល3ខែប្រមូលបានប្រាក់ពន្ធតែម្ដងប៉ុន្តែប្រាក់ទាំងនោះយកទៅណាអត់ទៅហើយតើឲ្យខ្ញុំជួយយ៉ាងម៉េចដែរទៅលោកម្ចាស់លោកនិយាយនេះដូចជាសង្ស័យទៅលើរឿងឆ្កែហើយអូខ្ញុំមិនហ៊ានទេខ្ញុំគ្រាន់តែយល់ថាជួយជនក្រីក្រនៅមានមធ្យោបាយច្រើនណាបើអញ្ចឹងលោកនិយាយតាមត្រង់មកលោកព្រមជួយដែរទេលោកម្ចាស់នៅខ្វាងជើមានសាលាគុណច្រើនណាស់មិនក៏លោកម្ចាស់បែរជាមករកតែសំណាក់ប៉ាវជាលីនទៅវិញអញ្ចឹងយ៉ាពេលនេះស្វាគមន៍លោកឧត្តមសេនីយ៍ចាងរឿងធំយ៉ាងនេះមិនទាំងអាចរកប្រេប្រាស់បានទៅប្រកាសជាត្រូវរកអ្នកមានកេរ្តិ៍ឈ្មោះល្បីហើយក្រៅពីសំណាក់ប៉ាវជាលីនខ្ញុំនឹងអត់ឃើញសំណាក់ណាផ្សេងទៀតទេអាស៊ូម្នាក់ខាងឈីយូពាក់មួកខ្ពស់និយាយធ្វើឲ្យលោកគ្រូស្រាចិត្តហើយស្លាប់ហើយលោកម្ចាស់សរសើរពេកហើយប៉ុន្តែសុំកុំបង្ខំខ្ញុំបានទៀតណាចំពោះម្នាក់ចាងសៀលខុនខ្ញុំមិនចង់ទំនាក់ទំនងជាមួយគេទេគឺធ្វើឲ្យគេបើកមាត់ហើយលើកនេះលោកគ្រូមិនចាញ់បោកទេមែនហើយឯងពិតជាមិនព្រមជួយបែរណាសូមលោកម្ចាស់អភ័យទោសហើយបើសិនជាឯងមិនព្រមជួយខាងឈីឈូខ្ញុំសុកចិត្តឧបត្ថម្ភ100តម្លឹងប្រាក់ជួយសង្គ្រោះប្រជាជនបានខ្ញុំយល់ព្រមលោកគ្រូអាទីបំផុតលោកក៏យល់ព្រមហើយហីកំណត់ថាអញ្ចឹងទៅចុះកំណត់អញ្ចឹងចុះឯណាប្រាក់អាគុណបាទលោកម្ចាស់ខ្ញុំតំណាងឲ្យខ្វាងជើអរគុណចំពោះទឹកចិត្តរបស់លោកម្ចាស់ណាគួរសោកពេកហើយគួរសោកពេកហើយស្អែកឯងទាំងអស់គ្នាទៅស្វាគមន៍លោកគ្រូចាងទៅណាទៅណាអត់ទេអត់ល្អហើយណាត្រឡប់ទៅប៉ាចលីនពួកយើងទៅជាមួយគ្នាទៅខ្ញុំសុំច្បាប់តើមកសាយចប់ហើយបានជាសុំច្បាប់អញ្ចឹងហ៎ពួកយើងជាបងប្អូនគ្នាគ្មានអញមិនកើតទៅលោកម្ចាស់ខ្ញុំនៅខាងណាពួកឯងមកក៏យឺតម្លេះនៅពេល10នាទីលោកចាងមកដល់ហើយណាលេងមកសាយត្រៀមច្រើនណាមែនហើយលឿនបន្តិចគ្មានអីហូបទេមិនដឹងថាមានត្រៀមអ្វីហើយនៅនោះឯណែផ្ដាប់រួយឲ្យឈប់និយាយទៀតទៅចូលទៅចាំនិយាយគ្នាចូលទៅវាយយោហើយអីយើហៅពួកយើងមកហើយនៅហៅក្រុមភ្លេងមកលេងទៀតមានន័យថាម៉េចទៅណោះមើលស្អីចង់ប្រជែងជាមួយពួកខ្ញុំមិនមែនទេចង់ប្រជែងអាជីវាយស្គរទៅហិវាយឲ្យខ្លាំងទៅអូយអាលោកម្ចាស់ឈីយូរីបចាំបានល្អណាស់អណាពិតជាអស្ចារ្យពិតជាល្អិតល្អន់មែនតែម្ដងហើយអាជីចូលទៅបាទណែឯងចាំបាច់ទៅហើយវ៉ែតាខ្ញុំជ្រុះបាត់ហើយវ៉ែតារបស់ជ្រុះហើយមានរឿងស្អីទៅរបស់ខ្ញុំជ្រុះបាត់បែបមិនមែនមួយនេះទេហ៎វាយខ្ទេចខ្ទីអត់ទៅហើយខ្ទេចខ្ទីហើយណែឆាប់ចេញទៅហើយបងសាយត្រៀមឲ្យនៅលោក10សនីមកឥឡូវហើយខាងនេះទៀតបាត់បងសាយទៅឲ្យគិតយ៉ាងម៉េចទៅនេះក៏ប្រមូលច្រើនយើងទៅសិនទៅឯដៃណាឯក៏ទៅចោលខ្ញុំឯដៃណាទៅខាងនេះអូយតែឯងចង់ធ្វើស្អីខ្ញុំឈ្មោះលៀងខុនមាននិស័យជាមួយនាងថ្ងៃនេះមាននិស័យជួបជាមួយនាងពិតជាសម្រាប់3ជាតិហើយនាងចេញទៅយើ
លោកម្ចាស់ ចាំបាច់ទៅហើយ ក្បាលបងសាយបាត់ទៅហើយ ពួកឯងកំពុងធ្វើស្អីឆាប់ទៅហៅគេឲ្យមកជំនួសឆាប់ទៅឲ្យលឿនឡើង ខ្ញុំទៅពេលនេះ ទៅ អូយពិតជាមិនជឿឲ្យស្លាប់ហើយនេះ ចាប់បែរទៅតែម្ដងហើយ សូមស្វាគមន៍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  ស្វាគមន៍ 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 អីទៅស្វាគមន៍ស្វាគមន៍ ចេះចឹងទៅ ខ្ញុំគ្រាន់តែចង់និយាយលេងជាមួយនាងតារែកមកទៅហេសូមស្វាគមន៍សូមស្វាគមន៍បាយទៅសូមស្វាគមន៍អចារ្យខ្ញុំបាទជាអភិបាលដទីនេះហើយលោកនោះគឺខ្ញុំបាទត្រកូលលាវជានាយរងរបស់ឧត្តមសេនីយ៍អូនាយរងលាវមានគេឈ្មោះណាតាផ្លូវលំបាកហើយនេះចាស់មន្ត្រីតូចធំនៅក្នុងទីក្រុងនេះយ៉ាអបអលោកឧត្តមសេនីយ៍ខ្លាំងណាស់បើពុំនោះទេណាភ្លេចសួរសុខទុក្ខលោកឧត្តមសេនីយ៍ទៅហើយដល់លោកឧត្តមសេនីយ៍អញ្ចឹងសូមឲ្យលោកឧត្តមសេនីយ៍ចុះមកយ៉ាបើចុះសូមឲ្យលោកឧត្តមសេនីយ៍ចុះមកមានឧបករណ៍តូចស្វាគមន៍គាត់មិនចាំបាច់ទេនៅអ៊ូឆាងមានមនុស្សចង់ធ្វើឃាតគាត់សំណាងល្អបានឆ្លងផុតប៉ុន្តែដល់ពេលនោះនៅតែរកឃាតករមិនទាន់ឃើញដើម្បីសុវត្ថិភាពលោកឧត្តមសេនីយ៍នៅក្នុងទីកន្លែងនេះត្រូវពង្រីកកងទ័ពការពារទៅបានបើអញ្ចឹងពេលនេះលោកឧត្តមសេនីយ៍បរិយទេតើត្រូវការគ្រូពេទ្យទេលោកឧត្តមសេនីយ៍រងរបួសបន្តិចបន្តួចគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេដើម្បីជៀសវាងកុំឲ្យលោកឧត្តមសេនីយ៍មានការភ័យខ្លាចខ្ញុំត្រូវតែពង្រីកកងទ័ពបែរលោកឧត្តមសេនីយ៍គាត់បានទូរស័ព្ទមកដែរប្រែផ្ដាប់ឲ្យលោកឧត្តមសេនីយ៍ចាងនៅសម្ដេចជាឈ្មោះឲ្យត្រៀមបន្ទប់ពិសេសសម្រាប់គាត់ពួកយើងបានត្រៀមនៅសួនផ្កាអង្គាសិលប៉ុន្តែនៅទីនោះក៏ខ្វក់ខ្លាំងដែរណាលោកឧត្តមសេនីយ៍ក៏ចូលចិត្តនៅទីនោះលោកម្ចាស់មិនចាំបាច់បារម្ភទេបាទពួកខ្ញុំពង្រាយសន្តិសុខជូនដំណើរលោកម្ចាស់សូមឲ្យលោកនាយរងលាវទុកចិត្តចុះសេណាបាទទៀតឆាប់ហើមរើបើរថភ្លើងទៅទៅបញ្ជាចេះចឹងទៅយ៉ាហេហើយតែពួកឯងទៅស្អីដែរអូយអាយ៉ាឈប់មិនក៏នាងដៃធ្ងន់ម្លេះណ៎ឯងជាណាលូតមកខ្សែរបស់លោកម្ចាស់ឈីយូកំពុងតែរកអញ្ចឹងហ៎យកទៅឲ្យហើយឈប់សានដល់ស្គីឈប់សានឈប់កំរត់ឈប់អត់បានជូតដំណើរទេសូមអញ្ជើញតាមស្រួលសូមជាផ្លូវអូទៅអស់ហើយដែលលៀកខូនតែឯងទៅដាក់ខ្វះតែតិចខកការធំហើយមិនអាចទេលោកម្ចាស់ពួកយើងមិនបានជួបលោកឧត្តមសេនីយ៍ចៅប៉ុន្តែអន់ចិត្តឲ្យដឹងព្រោះតែគាត់ត្រូវរបួសបន្តិចតួចហើយក៏មិនបានជួបមុខយើងទៀតផងហើយការពិតរឿងឃាតកម្មជាការពិតតើបើសិនជាឯងពង្រឹងសន្តិសុខ 100% បើសិនជាលោកឧត្តមសេនីយ៍មានរឿងអីលោកឧត្តមសេនីយ៍ដាក់ទោសឲ្យខ្ញុំមិនលើកលែងទោសឯងទេដែរបាទលោកម្ចាស់ឈីយូបើគួរស្លាប់មែនក៏ត្រូវតែស្លាប់ដែរហើយឯងនិយាយស្អីមិនមែនទេហ៎លោកឧត្តមសេនីយ៍ត្រូវរបួសមិនធ្ងន់ធ្ងរប៉ុន្តែមានរបួសបើសិនជាមុខរបួសនោះคล้ายទៅស្លាប់ដូចតែគ្នាតើឯងនិយាយច្រើនទៀតឲ្យឆាប់ទៅមែនទេពួកយើងទៅឈប់សាត់សម្ដាងល្អមានអាខុសរំលឹកខ្ញុំព្រោះតែដើម្បីសុវត្ថិភាពលោកឧត្តមសេនីយ៍យប់នេះគួរតែទៅសួរគេសិលខ្ញុំទៅដែរមែនហើយក្រែលោកឧត្តមសេនីយ៍មានរឿងអីទៅយ៉ាងហោចក៏មានអ្នកការពារដែរទៅមែនឯង3ដាក់នោះក៏ត្រូវទៅដូចគ្នាដែរហើយមិនបានទេលោកម្ចាស់ផ្នែកខ្ញុំមិនឃើញទោះជាទៅក៏ត្រូវតែជួយធ្វើអ្វីមិនកើតនោះដែរមិនទៅទេកំណត់គេទៅកាត់វ៉ែនតាទៅមែនហើយខ្ញុំលោកនឹងសៃត្រូវការសម្រាប់អូយ៉ាហូផងអបតែរបស់ឯងមិនយកស៊ីនៅក្រេច្រើនដល់នៅមានមិនញោវាលើផ្នែក3ចោកទៀតហើយនោះជាស្អីទៅអូចុះផ្នែករបស់គេយកបញ្ចេញទៅលើបៃតងម្យ៉ាងទៀតមើលឃើញរបស់ដែលមិនគួរឃើញគឺផ្នែកឯងមើលឃើញមួយជំនាញគ្រាន់បើសម្បាក់ដែលបានជួបខ្ញុំលើខ្វាំងជើងខ្ញុំអាចព្យាបាលបានហើយណាឯងទៅជឿគេគ្មានប្រយោជន៍ទេទៅរួចមកគេជួយដៃគូរបស់ខ្ញុំលោកម្ចាស់លៀងអញ្ជើញតាមខ្ញុំមកខាងនេះមកណែលោកម្ចាស់លៀងខាងនេះអញ្ជើញមកខាងនេះលោកម្ចាស់លៀងនេះគឺទីនេះហើយទីនេះហើយលោកម្ចាស់លៀងបន្ទប់នេះតូចហើយហប់ទៀតបែបនេះស្នាក់នៅយ៉ាងម៉េចនឹងកើតទៅនៅមានបន្ទប់ផ្សេងទេ
มันตบนี่คือเราเอาបំផុតហើយលោកម្ចាស់លៀង យ៉ាងបន្ទប់មួយនេះ លោកម្ចាស់លៀងចង់ទៅណាលោកម្ចាស់លោកម្ចាស់លោកម្ចាស់លៀងលោកចង់ទៅណាទៅ បន្ទប់នេះស្អាតណាស់ លោកម្ចាស់លៀងឈប់កុំទៅណាលោកម្ចាស់លៀងដល់ខណែល្អជាលោកម្ចាស់លៀង បន្ទប់នេះធំហើយស្អាតទៀតមានក្លិនក្រអូបទៀតលោកអ៊ំខ្ញុំស្នាក់នៅទីនេះចុះខ្ញុំត្រូវការស្នាក់នៅទីនេះ នៅបន្ទប់ខណែវាល្អជាងណា ខ្ញុំចង់ស្នាក់នៅបន្ទប់នេះ ក៏ប៉ុន្តែ ក៏ប៉ុន្តែខ្ញុំសម្រេចចិត្តថាយកបន្ទប់នេះហើយ អើយបើឯងមិនជឿចាស់ស្លាស់ដៃធីងហើយ អេ ខ្ញុំនឹងថាឯងប្រកាសជាចេញមកហើយ លោកអ៊ំហងទីនោះមិនក៏មានឆ្អឹងខ្មោចច្រើនម្ល៉េះ ដល់ពេលយប់ជ្រៅឯងក៏និយាយផ្ដេសផ្ដាស់ណាឆ្អឹងខ្មោចទាំងនោះគឺជាឆ្អឹងខ្មោចម្ចាស់សួនផ្កាអគារសិល3ចំនួនមកហើយដល់ពេល មិននិយាយលេងទេលោកអ៊ំហងអាយ៉ាលោកអ៊ំហងអញ្ចឹងខ្ញុំស្នាក់នៅបន្ទប់តូចនោះសាកសមនឹងខ្ញុំណាហើយបើអញ្ចឹងតាមចិត្តរបស់ឯងទៅចុះ លោកម្ចាស់លឺសុំជើលោកយល់ថាបរិយាកាសទីនេះចាំបាច់ដែរការស្ថាបនាសួនអង្គាសិលនេះពិតជាធំធេងណាស់ប៉ុន្តែកន្លែងច្រើនពេកធ្វើឲ្យពិបាកនៅក្នុងការការពារត្រូវហើយច្រកចេញនោះបិទវាទៅនៅមានច្រកមួយទៀតគឺចិត្តផ្លូវធំនោះចាត់មនុស្សឲ្យយាមកាមទាំងយប់ទាំងថ្ងៃទៅបាទទីនេះចង្គៀងមិនច្រើនទេធ្វើថែមឲ្យខ្ញុំឲ្យកាន់តែច្រើនបាទជាវាមានមនុស្សចូលមកលាក់ខ្លួននៅមានទៀតពេលនេះនៅសួនអង្គាសិលមានមនុស្សប្រមាណអ្នកយាមកាមមានតែលោកអ៊ំផងបដៈទេដែលផ្សេងរត់អស់ទៅហើយណា កាន់តែច្រើនគឺកាន់តែល្អដាច់ខាតកុំឲ្យនរណាចូលទីនេះលោកដេរ៉ូគិតបាតដិតដល់មេតពីមុនមកមិនដែលមាននរណាសរសើរខ្ញុំទេលោកប្រហែលជាមានសំណុំពរអីហើយមែនទេហ៎លោកដេរ៉ូប្រកែឆ្លាតខ្ញុំគិតលោកក៏ដឹកតែលោកចង់ជួបលោកឧត្តមសេនីយ៍មែនទេហ៎ត្រូវប៉ុន្តែក្នុងនាមខ្ញុំជាម្ចាស់នៅទីនេះចង់គោរពទូរនទីបន្តិចចង់សួរសុខទុក្ខលោកឧត្តមសេនីយ៍ដោយផ្ទាល់បន្តិចតើប៉ុន្តែពេលនេះលោកឧត្តមសេនីយ៍គាត់សម្រាប់លោកចង់ជួបហ៎ លោកចង់ជួបលោកឧត្តមសេនីយ៍គឺមិនបានទេខ្ញុំយល់លោករាយរកនេះគឺជាប្រាក់100តម្លឹងគួរជារបស់លោកហើយខ្ញុំជូនដល់លោកទទួលយកទៅពិតជាពិបាកណាស់ពេលនេះឧត្តមសេនីយ៍ខឹងហើយខ្ញុំពិតជាមិនអាចទទួលបានទេអីដែរតែទួយទេទទួលយកទៅឥឡូវចេះចុះ ខ្ញុំប្រឹងអស់សមត្ថភាពចុះបើសិនជាលោកម្ចាស់ត្រូវការគោរពលក្ខខណ្ឌ3នោះខ្ញុំអាចធ្វើឲ្យលោកបានលោកឧត្តមសេនីយ៍ពេលនេះកំពុងធ្វើការហើយលោកម្ចាស់ដាច់ខាតកុំទៅរំខានគាត់ទី1មនុស្សដូចជាលោកឧត្តមសេនីយ៍ចូលចិត្តឲ្យគេបញ្ជូលគាត់ដូច្នេះប្រាក់ក៏មិនត្រូវការតិចតួចដែរហើយទី3នៅតែដដែលគឺប្រាក់នៅតែច្រើនយល់ហើយបើអញ្ចឹងលោកចាំខ្ញុំចូលទៅជម្រាបគាត់សិនអរគុណលោកម្ចាស់ លោកឧត្តមសេនីយ៍អញ្ជើញមកលោកម្ចាស់សូមអញ្ជើញលោកឧត្តមសេនីយ៍យប់ចាប់នេះហើយនៅតែមកទៀតពិតជាពិបាកហើយឮថាលោកឧត្តមសេនីយ៍នៅអ៊ូឆានោះត្រូវជន់កំអត់លោកធ្វើឃាតសម្ដាងល្អបានព្រះជួយថែរក្សាលោកឧត្តមសេនីយ៍ពិតជាជីវិត ថ្លៃថ្លាមែនលោកនេះលោកឧត្តមសេនីយ៍មកដល់ខ្វាងជើកិច្ចពីពិធីអបអរសាទរគឺគិតគូរដល់ប្រជារាស្ត្រពិតជាស្រឡាញ់ប្រជារាស្ត្រដូចជាកូនមែនប៉ុន្តែពួកខលខុយមើលបកាយលោកម្ចាស់ហើយហើយពួកវាថាលោកម្ចាស់ទៅរកស្ថាគារល្អស្នាក់នៅពួកវាមើលបកាយលោកឧត្តមសេនីយ៍សុំទោសហើយលោកឧត្តមសេនីយ៍មានប្រសាសន៍ម្ដងទៀតថាម៉េច អូខ្ញុំបាទភ្លេចទៅហើយអូនៅទីនេះខ្ញុំមាន200តម្លឹងដែរសូមលោកម្ចាស់ទទួលយកចុះហើយរមៀតអីទៀតមានប្រសាសន៍មកថាម៉េចទៅខ្ញុំបានចូលចិត្តពេកហីអូលោកនេះរកមកនិយាយឲ្យកុំរំខានលោកឧត្តមសេនីយ៍សុំទោសលោកឧត្តមសេនីយ៍ត្រូវការគ្រូពេទ្យមានរត់ដែរទេ
វ៉ៃយ៉ាភ្លេចទៅហើយរឿងមួយទៀតលោកនេះរកនៅទីនេះដែរខ្ញុំទើបតែចូលមកទេឃើញលោកឧត្តមសេនីយ៍សម្រាប់ឯងក៏ចេញមកហើយលោកឧត្តមសេនីយ៍សម្រាប់ឲ្យឈប់និយាយទៅចេញទៅចាំនិយាយគ្នាទៀតចេញទៅឆាប់បិទវាទៅលោកមានការអីហ៎តាក់ទងរឿងសង្គ្រោះប្រជារឿងទៅខ្វាក់ជើហើយលោកឧត្តមសេនីយ៍រឿងនេះឧត្តមសេនីយ៍មិនរវល់ទេប៉ុន្តែខ្ញុំនឹងខិតខំរកមធ្យោបាយជួយលោកចាំលោកឧត្តមសេនីយ៍មានអារម្មណ៍ល្អហើយចាំសួរគាត់លោករងចាំចម្លើយចុះលោកនេះរងលីវពេលនេះលួចមាត់ភ្លេចយកកបោហើយលោកម្ចាស់អញ្ជើញលោកមកអីយ៉ា400តម្លឹកមិនបានឃើញមុខទាំងអស់400តម្លឹកហើយលោកម្ចាស់ក្រែរៀបចំរួចហើយសម្រាប់បានហើយលោកម្ចាស់ឈប់សិនលោកម្ចាស់យ៉ាងម៉េចអាយ៉ាមនុស្សនៅទីនេះមានអាសន្ន3มันអាចដោះស្រាយនៅទីនេះទេហ៎វិវហើយស្លាប់ហើយអាយយប្រឹកផ្នែកទេចំមែនអាយ៉ាចំមែនពេលនេះសាច់ជ្រូកយ៉ងមិននៅខ្ញុំជាសិស្សច្បងធំនៅសំណាក់ប៉ាជាលៀងបើសិនជាចេញទៅខ្ញុំខ្លាចខ្មោចទៀតខ្ញុំអាយ៉ាខ្ញុំមានមុខមាត់ស្អីទៅមិនក៏ប្រកែម្លេះណោះអាយ៉ាគួរតែចេញទៅមើលសិនហើយអាយ៉ាគួរតែចេញទៅងាប់ទៅចុះអាយ៉ាចឹងហើយរឹកចឹងហើយប្រៃទេបំភ័យខ្លួនឯងតាទ្រាំសិនពិតជាសាហាវណាស់អាយ៉ាពិតជាសាហាវមែនធ្វើជាមនុស្សត្រូវតែប្រឈមនឹងការពិតល្អអាយ៉ាល្អណាស់ទុកឲ្យលៀងខុនខ្ញុំបំបែកពាក្យចចាមអារាមនៅសួនអង្គាសិលនេះចុះថាមានខ្មោចអាយ៉ាជួយផងខ្មោចជួយផងខ្មោចឡងអាយ៉ាចង់ធ្វើស្អីនៅខាងនោះខ្មោចនៅខាងនោះខ្មោចជួយផងណែណាទៅនៅខាងនោះខ្មោចអាយ៉ាហើយណែណាមិនឃើញខ្មោចអាយ៉ាខ្មោចជួយផងនៅខាងនោះជួយនៅខាងនោះជួយផងអាយ៉ាឲ្យលឿនណាឆាប់ឡើងណាខាងនោះឲ្យលឿនចាប់អាយ៉ាមិនក៏ចាំមិនចាំទៅវិញហើយខ្មោចហើយលោកឧត្តមសេនីយ៍ចាំមិនក្បាត់ក្បាលអញ្ចឹងហ៎លោកឧត្តមសេនីយ៍ស្លាប់ហើយខ្ញុំដឹកអើយវីវ៉ៃបែរមិនពួកខ្ញុំនេះមិនពួកខ្ញុំទេមិនពួកខ្ញុំទេឯងច្បាស់ជាឯងសម្លាប់ហើយសូម្បីតែលោកឧត្តមសេនីយ៍ក៏ស្លាប់ដែររឿងនេះនរណាធ្វើបើនរណាជួយដាក់ធ្វើឆាប់សារភាពទៅបើមិនចឹងធ្វើទៅរត់រកាប់ហើយខ្ញុំមិនដឹងទេពួកខ្ញុំពិតជាមិនដឹងទេលោកម្ចាស់ខាងជាមនុស្សទី1ដែលឃើញលោកឧត្តមសេនីយ៍ស្លាប់ពាក់កណ្ដាលយប់លោកក៏ជុំទៅបន្ទប់លោកឧត្តមសេនីយ៍តែម្នាក់ឯងមើលទៅលោកម្ចាស់ត្រូវនិយាយច្បាស់បន្ទាប់មកចាំសួរចម្លើយពួកគេទៀតឈិនម៉ុងជីឯងចង់ថាលោកម្ចាស់ខាងជាឃាតករហ៎ជិនម៉ុងជីឯងថ្លាប់ធំដាក់តែរាជការខ្ញុំរំបាយឯង50ដបត្រូវហើយឈប់សិនរឿងនេះទៅខ្ញុំជាអ្នកសម្រេចចុះឯងមិនបាច់លោកដែរនោះទេបាទលោកទេរកលីវខ្ញុំបាទគ្រាន់តែសង្ឃឹមថាឈិនបងជីកុំនិយាយប្រេះប្រាស់ទម្លាក់កំហុសលើខ្ញុំទៅបានហើយលោកម្ចាស់ខាងកុំស្ដាប់ពាក្យញុះញង់របស់តកូលវាងខ្ញុំអត់មានសង្ស័យលោកម្ចាស់ទេខ្ញុំគ្រាន់តែចង់ឲ្យលោកម្ចាស់បានឃើញការស្ដាប់របស់លោកឧត្តមសេនីយ៍ដោយផ្ទាល់ហើយនិយាយម្ដងទៀតតើនៅកន្លែងកើតហេតុតើមានអ្នកណាដែលគួរឲ្យសង្ស័យដែរទេខ្ញុំមកនេះគឺដើម្បីការពារលោកម្ចាស់ខាងព្រោះតែប្រជាជនក្រីក្រនៅខ្វាងជើដេកមិនលក់បក់មិនលហើយពេលយប់ទៅរកលោកឧត្តមសេនីយ៍គ្រាន់តែចង់និយាយពីកិច្ចការរាជការប៉ុន្តែគ្រាន់តែទៅដល់បន្ទប់ក៏ស្រាប់តែឃើញលោកឧត្តមសេនីយ៍ត្រូវស្លាប់ដូច្នេះក៏ស្រែកយ៉ាងខ្លាំងពេលលោកអ្នកទាំងអស់គ្នាក៏សម្រុកចូលទៅ
សាសួរមើលមនុស្សម្នាក់ធម្មតាស្រឡាញ់ប្រជាជនដូចជាកូនគឺមិនអាចនៅសុខដោយសារខ្លួនឯងនេះមានការស្រឡាញ់ប្រជាជនពេកធ្វើម៉េចនឹងអាចមានរឿងឃាតកម្មបែបនេះទៅសម្រាប់រួចហើយកាត់ក្បាលទៀតហើយយ៉ាពាក្យចចាមរាមបែបនេះមនុស្សនៅក្នុងពិភពគុណសម្រាប់សត្រូវកាត់ក្បាលមួយសែនខ្មោចមើលទៅមានតែសំណាក់ប៉ៅជីលីនពិភពគុណទើបអាចធ្វើរឿងព្រីផ្សៃបែបនេះបានហ៎ពួកយើងមិនអាចធ្វើរឿងបែបនេះទេសំណាក់ប៉ៅជីលីនមានតែសង្គ្រោះជីវិតមិនមែនជាបកពិភពគុណទេបកពិភពគុណមានខ្មៅហើយនឹងសបែកចែកបងបរបានច្បាស់លាស់វ៉ាងពីហងឈ្មោះបែអសនេះពិភពគុណក៏ខ្លាចគេដែរមើលទៅសំណាក់ប៉ៅជីលីនជាលបងធំពិភពគុណហើយណែអាកថតឯងកុំប្រមាថគ្រូយើងហើយដែរណែយ៉ាងម៉េចទៅគូវ៉ាងគំនុំពិភពគុណកាត់ក្បាលមនុស្សសែនខ្មោចតាមពិតគ្មានផតាងទេសូមលោកម្ចាស់កុំជឿសម្ដីរបស់គេដែលញុះញង់ឲ្យសោះលោកម្ចាស់គេនិយាយពិតជាមានហេតុផលណាប៉ុន្តែតាមខ្ញុំបាទយល់ក្បាលមនុស្សប្រកាសជាមានផលប្រយោជន៍ផ្សេងណាលោកម្ចាស់មានប្រយោជន៍អ្វីទៅឆាប់និយាយមកឧបមាថាមានមនុស្សចងគំនុំនឹងលោកឧត្តមសេនីយ៍ដូច្នេះក៏ចាត់មនុស្សមកធ្វើឃាតលោកឧត្តមសេនីយ៍ឃាតករដើម្បីបញ្ជាក់ថាលោកឧត្តមសេនីយ៍ពិតជាបានស្លាប់មែនដូច្នេះក៏កាត់ក្បាលឃាតករក៏យកក្បាលលោកឧត្តមសេនីយ៍មកប្រគល់ឲ្យម្ចាស់គំនុំដើម្បីឲ្យគេជឿជាក់ដំណឹងបានលេចលឺទៅហើយត្រូវក៏យកក្បាលទៅទៀតប្រហែលជាម្ចាស់គំនុំសង្ស័យច្រើនដឹងថាលោកឧត្តមសេនីយ៍ជាមនុស្សឆ្លាតលើគេខ្លាចលោកឧត្តមសេនីយ៍សងសឹកណាលោកបាត់និយាយណាស់វាគ្មានរឿងបែបនេះទេឧត្តមសេនីយ៍មានចិត្តធម៌ស្រឡាញ់ប្រជាជនដោយកូនមានសត្រូវមកពីណាធ្វើបាបគាត់ទៅមានតែពួកគេខ្ញុំពួកខ្ញុំមិនដឹងទេខ្ញុំមិនមែនទេហើយពួកខ្ញុំទាំងអស់គ្នាចូលដល់មាត់ទ្វារឬលោកម្ចាស់ជាយូស្រែកទៅហើយមានពេលណាទៅសម្លាប់ទៅក៏មុនមកកាច់តែប៉ុណ្ណាមែនហើយពួកខ្ញុំនៅក្នុងបន្ទប់រហូតពេលដែលចេញមកក៏ជួបល្អំហងក៏នៅទីនោះដែរបើមិនជឿសួរគាត់ទៅតាមមើលលោកឧត្តមសេនីយ៍មិនមែនមនុស្សសម្លាប់ទេផ្ដាស់ឬមួយក៏លោកឧត្តមសេនីយ៍សម្លាប់ខ្លួនហើយកាត់ក្បាលខ្លួនឯងតាមពិតទៅលោកឧត្តមសេនីយ៍ត្រូវខ្មោចអត់ក្បាលសម្លាប់ខ្មោចអត់ក្បាលហើយខ្មោចអត់ក្បាលរហូតមកគឺសំងំនៅក្នុងសួននគរសិលមានអ្នកសច្ចាំងមកចាប់គេតែគេត្រូវសម្លាប់វិញហើយគេថែមទាំងស្បត់ថាប្រកាសជាត្រូវសម្លាប់ដើម្បីជំនួសខ្លួនរបស់គេតែម្ដងហើយសម្លាប់ជំនួសខ្លួនតាំងពីបរមបុរាណមកលើលោកនេះគ្មានខ្មោចមកពីណាមកទេលោកមានភ័ស្តុតាងអីថាគ្មានខ្មោចនោះសូម្បីតែអ្នកប្រៃខុងជឺក៏មានជំនឿថាមានខ្មោចដែរមិនអាចបញ្ជាក់ថាគ្មានខ្មោចបានទេឬមួយក៏លោកពូកែជាគាត់អ្នកប្រៃក៏មិនអាចបញ្ជាក់ថាមានខ្មោចដែរអ្នកប្រាជ្ញយ៉ាងម៉េចទៅមនុស្សស្អីលោកអ៊ំហងអាចបញ្ជាក់ថាមានខ្មោចទេខ្ញុំរស់នៅសួនអង្គាសិលជាង20ឆ្នាំហើយមិនដឹងថាជួបខ្មោចអត់ក្បាលប្រមាណលើកលឺហើយនៅវ៉ាងថាងជីងអ្នកទាំងពីរថាមានខ្មោចខ្ញុំនឹងចាត់មនុស្សឲ្យទៅចាប់ខ្មោចជាមួយអ្នកទាំងពីរលោកជាណាឆាប់ចេញមកយ៉ាខ្ញុំអើលៀងកនអ្នកសច្ចាំងយប់នេះមកចាប់ខ្មោចដើម្បីសង្គ្រោះអ្នកទាំងអស់គ្នាអីយ៉ាយប់ពេញលោកនេះរកលាវនិយាយថាបណ្ដោយរំលឹកពីរឿងខ្មោចអតិទេពស្អីទេគឺលោករំលឹកខ្លួនឯងទេសង្គ្រោះខ្លួនឯងទៅចាំសង្គ្រោះគេជាក្រោយណាលោកម្ចាស់ខាងលោកកើតនៅឆ្នាំឆ្លូវកើតនៅខែ7កើតនិយាយមកបាច់ក៏លោកដែរលៀងខុនយ៉ាងម៉េចឬមួយក៏លើកមុនខ្ញុំបង្ករឿងពេលនេះលោកចង់មកសងសឹកហ៎ពួកយើងរសាសិលមានចិត្តលីមានបន្ទោសពួកឯងទេខ្ញុំមកស៊ូឯងកាត់នៅចន្លោះមក9នេះដូចជាពាក់កណ្ដាលយប់ទេដឹងហ៎ពិតប្រកបណាស់ជាងខ្មោចឈីលោកស្គាល់ខ្ញុំឯងក៏កាត់នៅចន្លោះមក9ដើម្បីយប់ដែរតាំងពីតូចដល់ខ្ញុំគ្មានឪពុកម្ដាយទេនិយាយយ៉ាងម៉េចក៏បានដែរលោកពូអ្នកមីងឯងអត់និយាយទេអីមានពេលខ្លះគាត់ជេរខ្ញុំគាត់ថាខ្ញុំកាត់នៅម៉ោង9ដល់1យប់ធ្វើឲ្យគ្រួសារស្លាប់ទាំងអស់ចង្រៃណាឯងក៏អញ្ចឹងដែរតែមើលទេហាណូខ្ញុំកាត់នៅអង់គ្លេសពេលថ្ងៃត្រង់ណាអញ្ចឹងប្រទេសចិនពេលណាដែរទៅគឺពេលថ្ងៃនៅប្រទេសចិនពេលយប់នៅអង់គ្លេសហើយចង្រៃខ្ញុំឯងមិនមែនពេលយប់ទេគឺកើតឆ្នាំវោនិយាយត្រូវខ្ញុំទីដូចជាមើលឃើញអញ្ចឹងអាចយល់ជ្រាបភាពវិជ្ជមាននិងអវិជ្ជមានលោកទាំងពីរពួកឯងខ្វះតែបន្តិចទៅគាត់ស្ដាយយមរីបាត់ហើយនៅមានទៀតលោកឧត្តមសេនីយ៍គឺកើតនៅពេលយប់ណាលោកម្ចាស់តើពិតដែរទេលោកលោកអ៊ំហងក៏រស់នៅសុរគាសិល20ឆ្នាំហើយលោកដឹងថាម្ចាស់សុរគាសិលស្លាប់ដោយរបៀបដាដែរទៅគឺឆ្នាំឆ្លូវខែ7កើតនៅពេលយប់ចន្លោះម៉ោង9និង11ម្ចាស់សួនអង្គាសិលគឺខ្មោចគ្មានក្បាលចង់រកមនុស្សដែលកើតឆ្នាំខែថ្ងៃដូចគ្នាគឺពិបាកខ្លាំងណាស់សោកស្ដាយខ្ញុំមកយឺតពេលមួយជំហានឲ្យវារត់បាត់ពេលនេះចង់ចាប់វាពិតជាពិបាកខ្លាំងណាស់ហេតុអីទៅលៀងខុនជាមនុស្សចង្រៃខ្ញុំលោកនិយាយអីប្រទេសផ្ដាស់ចង់សងសឹកជាមួយខ្ញុំមែនទេ
ការពិតគឺគេខុសតើមានបានប៉ះឆ្អឹងខ្មោ ខ្ញុំ ច ធ្លាប់ចូលទៅមែនតែមិនបានប៉ះទេគ្រាន់តែឃើញប៉ុណ្ណោះ ឯងបើកទ្វារឲ្យខ្មោចអត់ក្បាលលុកលុយពេញទាំងខ្វាងជើចាប់ពីពេលនេះទៅខ្វាងជើត្រូវមានគ្រោះមហន្តរាយប្រកាសជាមកពីឯងហើយប៉ុន្តែមិនបារម្ភទេ ខ្ញុំមិនជឿរឿងខ្មោចខ្មាំងស្អីទេគ្មានជឿទេ លោកម្ចាស់លោកក៏ត្រូវតែប្រយ័ត្នដែរណា ដែលលោកម្ចាស់ពេលនេះគ្រោះថ្នាក់ដល់ជីវិតហើយមានមនុស្សខ្លះចេញមកធ្វើខ្មោចធ្វើជាអតិថិពួកគេគ្រាន់តែចង់បោកប្រាស់ប្រជាជនល្ងងខ្លៅ បាញ់មិញលោកថាមានខ្មោចមែនទេ លើលោកនេះពិតជាគ្មានខ្មោចទេ មែនហើយពិតជាគ្មានខ្មោចនោះទេ បែរតែពិតជាគ្មានខ្មោចទេ មានខ្ញុំអត់លោកមានលោកអត់ខ្ញុំណា លោកចង់ប្រជែងជាមួយខ្ញុំផងអីបាត់មកទេអ្នកទាំងពីរខ្ញុំចង់ឲ្យអ្នកទាំងពីរបែកបាក់គ្នាដើម្បីឲ្យខ្វាងជើស្កប់ស្កាត់បើអញ្ចឹងណាលោកមានវិជាសិលចាប់ខ្មោចដែរទេហ៎ ពេលយកខ្មោចចេញចូលអង្គាសិលអ្នកទាំងអស់គ្នាថែរក្សាខ្លួនផងណា លោកនៅទីចង់ លោកម្ចាស់បំរែកមិនតាក់ទងជាមួយខ្ញុំហើយពួកយើងមានសេរីភាពហើយពួកយើងអាចទៅបានហើយតែសុទ្ធតែមានការសោកស្ដាយទាំងអស់មិនទាន់ទៅដល់បានទេមិនទាន់ចាប់ឃាតករបានវានៅមានទេមនុស្សនៅខ្វាងជើទាំងអស់គឺមិនទាន់ចាប់ឃាតករបានមិនអាចចេញទៅដល់បានទាំងអស់ហើយយ៉ាងមិនជើមិនអាចទៅដល់បានទាំងអស់ស្ដាប់បានទេអាយ៉ាថាម៉េចខ្ញុំក៏មិនអាចទៅបានដែរខ្ញុំចង់ចាប់ឃាតករឲ្យឆាប់បន្តិចឃុំខ្លួនអ្នកទាំងអស់គ្នានៅក្នុងគុកសិនទម្រាំរស់ផោះតាំងឃើញ លោកម្ចាស់ពួកយើង លោកម្ចាស់ឡើងយើងទៅពួកយើងទៅមកកាយគេលោកម្ចាស់លោកម្ចាស់លេពួកយើងទៅលោកម្ចាស់លេពួកយើងទៅលោកម្ចាស់ឡើងទៅអ៊ំហងក៏ចាស់ណាស់ទៅហើយដូច្នេះយើងត្រូវទៅដោះលែងគាត់បណ្ដោះអាសន្នសិន អរគុណលោកម្ចាស់អរគុណលោកម្ចាស់អរគុណលោកម្ចាស់ ខាងទីឈូរឿងធំនេះប្រញាប់វាយទូរស័ព្ទទៅលោកឧត្តមសេរីការទៅសង្ឃឹមថាគាត់នឹងប្រញាប់មកខ្វាងជើឲ្យគាត់ស្វែងរកដោយផ្ទាល់ដៃនៅឃាតករដែរសម្រាប់គេលោកនាយរកដៃខាត់ក៏មិនដែរបានហើយរឿងនេះធ្ងន់ធ្ងរណាស់ខ្ញុំមិនអាចជួយបានទេលោកនាយរកលាវសុំទុកពេលលោកខ្ញុំប្រហែលថ្ងៃទៅប្រកាសจะចាប់ឃាតករបានមិនខានទេយ៉ាដើម្បីដោះសារជាមួយបានហើយខ្ញុំទុកពេលឲ្យលោក7ថ្ងៃចុះណា7ថ្ងៃបើសិនជាដល់ពេលនោះលោកនៅតែមិនចាប់ឃាតករបានខ្លាចក្រែងតែលោកឧត្តមសេនីយ៍ការសងសឹកឲ្យបងធររបស់គាត់ទេខ្ញុំចង់ជួបលោកម្ចាស់ឈីឈូ លោកគ្រូបាងលោកម្ចាស់កំពុងតែសម្រាប់លោកមិនអាចជួបបានទេ ខ្ញុំមានការជាមិនទាន់រកគាត់ ខ្ញុំបាននិយាយប្រាប់លោកឲ្យលោកម្ចាស់សម្រាប់មិនអាចជួបបានទេលោកត្រឡប់ទៅវិញចុះទៅ បើសិនជារឿងនោះខកខានឯងគឺជាអ្នកទទួលខុសត្រូវហ៎ បើសិនជាលោកចូលចិត្តចាំក៏ចាំចុះខ្ញុំខ្ជិលរវល់ជាមួយលោកណាលោកគ្រូបាងនៅមិនទាន់ទៅវិញទៀតហ៎លោកម្ចាស់នៅមិនទាន់ក្រោកទេចាំមិនភ្លឺចាំមកចុះ លោកមានមធ្យោបាយអីអាចដាស់គាត់បានទេ មធ្យោបាយហ៎មិនមែនថាគ្មានទេវាគ្រាន់តែគ្រាន់តែ ខ្ញុំពិតជាមានការមិនទាន់ចង់ជួបគាត់មែនណារំខានលោកផ្ដល់ដំណឹងឲ្យគាត់បន្តិចតើបានទេ ខ្ញុំគ្មានមធ្យោបាយទេសូម្បីតែប៉ុណ្្នឹងក៏មិនយល់ដែរលោកម្ចាស់ក្រោកហើយលោកគ្រូវាងគាត់លោកគ្រូវាងផ្ដល់កិត្តិយស លោកចាស់ឈូតើកូនចៅខ្ញុំប្រព្រឹត្តខុសអីបានជាចាប់ដាក់គុក យ៉ាខ្ញុំក៏មិនដឹងច្បាស់ដែរខ្ញុំក៏មិនជឿថាកូនសិស្សរបស់លោកគ្រូសម្រាប់លោកឧត្តមសេនីយ៍ដែរប៉ុន្តែកូនចៅរបស់លោកឧត្តមសេនីយ៍សង្ស័យថាលក្ខខុនវាជាប់ពាក់ព័ន្ធរឿងឃាតកម្មនេះខ្ញុំនិយាយច្រើនដែរវានៅតែមិនស្ដាប់ទៀតថែមទាំងនិយាយថារយៈពេល7ថ្ងៃបើចាប់ឃាតករមិនបានទេលោកឧត្តមសេនីយ៍ការនៅអ៊ូឆាងនោះមកសងសឹកនៅខ្វាងជើហើយលោកគ្រូគួរតែជួយខ្ញុំផងទៅធ្វើយ៉ាងម៉េចហើយយ៉ាលោកគ្រូវាងដើម្បីកូនសិស្សរបស់លោកគ្រូហើយដើម្បីក្រុងខ្វាងជើលោកគួរតែពាក់លិកម្មបន្តិចទៅ លោកម្ចាស់ដោះលែងកូនសិស្សខ្ញុំសិនទៅវ៉ាងហ្វៃហងខ្ញុំរយៈពេល7ថ្ងៃនិងបំបីសំណុំរឿងឲ្យលោកម្ចាស់ឲ្យតតែបានណា ខ្ញុំក៏ចង់ដោះលែងពួកគេដែរប៉ុន្តែលោកឧត្តមសេនីយ៍បើខាងចាប់មនុស្សបើខាងលែងមនុស្សមិនអាចដោះសារបានទេហេ លោកម្ចាស់នេះជាសាច់100ដំឡឹងលើកមុនលោកទុកនឹងកន្លែងខ្ញុំសំអាងតាមការរៀបចំរបស់លោករឿងនេះគួរតែមិនពិបាកដោះស្រាយទេមែនទេ ដែលខ្ញុំមិនត្រូវការប្រាក់ទេប៉ុន្តែកូនចៅរបស់លោកឧត្តមសេនីយ៍ជាអ្នកសម្រេចដែរធ្វើជាតុលាការទៀតនោះ ធ្វើតុលាការ
អូធ្វើតឡាការនេះក៏ធ្វើឲ្យឧត្តមសេនីយ៍ការពើលហើយលោកម្ចាស់យំណាស់ហើយមិនរំខានលោកម្ចាស់ទៀតទេហើយសាច់នេះខ្ញុំយល់ហើយលោកគ្រូហងពិតជាធម្មតាឧស្សាហ៍ពីដីសិស្សដែរប៉ុន្តែមានរឿងស្រឡាញ់សិស្សដូចជាកូនអញ្ចឹងចេញបញ្ជាទៅចេញបញ្ជាដោះលែងកូនសិស្សរបស់លោកគ្រូវាងបាទលោកម្ចាស់បើអញ្ចឹងខ្ញុំបានលាសិនហើយមិនបានជួបដំណើរទេបន្ទប់លោកឧត្តមសេនីយ៍នៅខាងនោះលោកគ្រូវាងថ្ងៃនេះលោកមកពិនិត្យសាកសពខ្ញុំថាលោកមិនបាច់ប៉ះពាល់គាត់នោះទេហើយយប់ម្សិលមិញខ្ញុំបានឮសំឡេងចម្លែកហើយបើសិនជាលោកប៉ះពាល់គាត់ហើយឆាប់ចេញពីសួនអគារសិលនេះទៅខ្ញុំទៅមុនហើយណាប្រយ័ត្នខ្លួនផងអើយឯជាណាខ្ញុំបាទវាងវៃហុងលោកគឺវាងវៃហុងដែលអ្នកពិភពគុណខ្មៅសទុកមុខឲ្យលោក3ភាគមែនទេម្សិលមិញនៅទីនេះគេក៏រំលឹកពីជីវិតរបស់លោកដែរលោកម្ចាស់គឺខ្ញុំបាននាយរងសាក់3របស់លោកឧត្តមសេនីយ៍លោកគ្រាន់តែជាគ្រូបង្ហាត់តូចតាចមិនក៏ហ៊ានចូលមកដល់កន្លែងដាក់សាកសពអញ្ចឹងនរណាឲ្យលោកចូលមកទីនេះទៅឆាប់ចេញពីទីនេះភ្លាមទៅលោកម្ចាស់ឈីយូបានយល់ព្រមទៅហើយខ្ញុំបានជួយស្រាវជ្រាវសំណុំរឿងនេះហើយម្យ៉ាងទៀតពិនិត្យសាកសមគឺជាការសមហេតុសមផលខ្លាំងណាស់លោកម្ចាស់ក៏មានពាក្យចោទនិយាយដែររឿងនេះមិនចាំបាច់លោកមកលោកដែរទេសាកសមលោកឧត្តមសេនីយ៍ក៏បានពិនិត្យច្បាស់ដែរគ្មានសញ្ញាអ្វីពិសេសទេវាងវិហុងលោកក៏មកល្អជាងប៉ុន្តែខ្ញុំមើលទៅស្នាមរបួសនេះសម្រាប់លោកឧត្តមសេនីយ៍ហើយទើបកាត់ក្បាលជាក្រោយហើយម្យ៉ាងទៀតរឿងនេះក៏ចម្លែកខ្លាំងណាស់ដែរតើលោកមានយល់អំពីបញ្ហានេះដែរទេចម្លែកស្អីទៅលោកឧត្តមសេនីយ៍ទើបតែស្លាប់មួយយប់ទេសាកសពក៏ហាមបែបនេះទៅហើយមើលទៅដូចជាស្លាប់3ថ្ងៃទៅហើយមែនទេចំជាផ្ដេសផ្ដាស់មែនឯងមិនស្គាល់លោកឧត្តមសេនីយ៍ទេឯងដឹងថាលោកឧត្តមសេនីយ៍ធាត់ឬក៏ស្គមសាកសពលោកឧត្តមសេនីយ៍មិនហើមទេម្យ៉ាងទៀតលោកឧត្តមសេនីយ៍មានសាច់ច្រើនណាស់គេថាវាងពីហុងពូកែខាងព្យាបាលជំងឺណាស់មិននឹកស្មានថាមានតម្លៃបែបនេះទេហើយខាងឈីឈូចាត់ឯងឲ្យមកអូតើពិតមែនដែរទេហ៎ចង់បញ្ជាក់ថាពួកយើងធ្វើការខ្ជិលខ្ជាស្មានតែរឿងនេះពន្យាពេលពួកយើងមិនដេញដោលទុកឲ្យខ្ញុំប្រាប់ឯងទៅចុះណាប្អូនធររបស់លោកឧត្តមសេនីយ៍មិនស្លាប់អាសាបងអត់ការនោះទេរយៈពេល7ថ្ងៃមិនទាន់មកដល់នោះទេហើយម្យ៉ាងទៀតសំណុំរឿងនេះបំបែកបានឬមិនបាននៅមិនទាន់ដឹងដល់ឡើយទេប៉ុន្តែខ្ញុំបានសន្យាជាមួយនឹងលោកខាយទៅហើយខ្ញុំប្រកាសជាត្រូវធ្វើឲ្យតតែបានណាបើស្រីឲ្យចាប់ចោលក៏ចាប់ចោលមិនក៏អាចចាប់ឃាតក៏បានទៅលោកម្ចាស់មានន័យថាម៉េចទៅខ្ញុំមិនមែននិយាយពីខាងជាឈូទេពីដើមមកខ្ញុំមិនសង្ស័យគេខ្ញុំមិនជឿជាក់លើកូនសិស្សរបស់លោកទេណាកូនសិស្សរបស់ខ្ញុំធ្វើត្បិតតែចូលចិត្តលេងសើចបន្តិចបន្តួចប៉ុន្តែមានចិត្តស្លូតបូកខ្លាំងណាស់ដាច់ខាតពូគេមិនធ្វើរឿងសាហាវបែបនេះទេខ្ញុំបានប្រកាសជាប្រឹងប្រែងរកឃាតករបញ្ជាក់ពីភាពស្អាតស្អំរបស់ពូគេល្អលោករកឃាតករទៀតចុះខ្ញុំសូមប្រាប់លោកណាខ្ញុំមិនឲ្យលោកជន់ទីនេះច្នៃខាតជាវៀងសាសពរបស់លោកឧត្តមសេនីយ៍ត្រូវគេប៉ះពាល់ទៀតបាទលោកនីរងពួកឯងបិទទ្វារសួនអង្គាសិលទាំងយប់ទាំងថ្ងៃទោះជានរណាក៏មិនឲ្យចូលកន្លះជំហាននេះជាបញ្ជារបស់ខ្ញុំណាបាទលោកនីរងខ្ញុំបានលាសិនហើយ
អានុភាពបារាំងសេះពិតជាប្រកាយជាងកំភ្លើងចិនរបស់យើង10ដងមែនសេវិនខាងឈីឈូនៅខ្វាងជើនោះសមាលឺស្អីខ្វាងជើគឺជាកន្លែងរស់ស៊ីរហូតមកដល់សពថ្ងៃនេះធ្វើប្រហែលកងទ័ពណាមិននឹងអាចប្រៀបនឹងលោកឧត្តមសេរីបានទៅខ្វាងជើរយៈពេល7ថ្ងៃបើមិនប្រគល់ឃាតករសម្រាប់អូនធររបស់យើងទេយើងនឹងចាត់ការពួកគេប្រញាប់ទូរស័ព្ទទៅលោកនាយរងទៅពីបងធររបស់យើងចាក់ចេញពីអ៊ូនាងសុខសប្បាយទេប៉ុន្តែដល់ខ្វាងជើមួយថ្ងៃប្រែខ្លាចជាគ្មានក្បាលបើសិនជាដល់កំណត់នៅតែមិនព្រមប្រគល់ឃាតករពិតមែននោះយើងនឹងកំទេចខ្វាងជើបាទលោកឧត្តមសេនីយ៍ចំពោះរឿងធនាគារឈីណានបដិសេធរឿងចង់ស្លាប់មែនទេពួកគេប្រកាសជាចង់លេបទ្រព្យសម្បត្តិរបស់ខ្ញុំហើយប្រកាសជាស៊ីប្រមាថខ្លាចពួកគេថាធនាគាររហូតមកមានវិន័យហើយមានបញ្ជីគណនេយ្យទាល់តែមានមនុស្ស2នាក់ចុះហត្ថលេខាចាងសៀវខុនស្លាប់ហើយពីនេះតើបានអ្នកណាចុះហត្ថលេខាទៅដូច្នេះត្រូវបញ្ជាក់ថាលោកឧត្តមសេរីចាងបានស្លាប់បាត់ទៅហើយទៀតខ្វាងជើក្រែកបានប្រកាសហើយតើថាលោកឧត្តមសេរីស្លាប់បាត់ទៅហើយប៉ុន្តែខាងធនាគារនិយាយថាសាកសពអត់ក្បាលមិនអាចបញ្ជាក់ថាជាលោកឧត្តមសេរីបានទេលុះត្រាតែយកក្បាលរបស់គេមកបញ្ជាក់ប្រាប់ពួកគេទៅបានទៀតធនាគារពិតជាប្រកែកមែនពេលដែលឯងយកប្រាក់ជូនទៅពួកគេដូចជាឆ្កែអញ្ចឹងចង់យកប្រាក់ចេញមកវិញដូចជាអូសឫស្សីបញ្ច្រាស់ចុងអញ្ចឹងរឿងនេះដាច់ខាតខ្ញុំមិនអាចដូចស្ងៀមបានទេហូបបាយប្រលឹងខ្មោចអត់ក្បាលទាមទារយុត្តិធម៌ប្រជាជននៅខ្វាងជើកំពុងតែមានគ្រោះថ្នាក់យកម្សិលមិញព្រឹកធាចាចងវ៉ាងខាងជីងនៅលើវីទីតុងបានប្រទះឃើញខ្មោចអត់ក្បាលហើយស្លៀកពាក់ឯកសណ្ឋានជាកងទ័ពហូរឈាមពេញខ្លួនតាមការរៀបរាប់របស់អ្នកភូមិប្រលឹងខ្មោចអត់ក្បាលកំពុងតែទាមទារយុត្តិធម៌អើយតដល់ពេលយប់ផងខ្មោចបង្ហាញខ្លួនដែរមិននឹកស្មានថាអាចកម្លាំងបែបនេះនៅខ្វាងជើមានខ្មោចដែរណ៎ដូចជាចម្លែករើខ្មៅឬខ្វាំងស្អីទេបើជាសាមតិចសោះណាពួកយើងជឿលើអតិទេពខ្មោចយកស្អីចឹងទេវ៉ៃដោយបាក់ហើយចុះអញពាក់ស្អីទៅណែឲ្យពាក់វាធ្វើស្អីទៅពេញមួយថ្ងៃនេះហ៎ខ្ញុំមិនជឿសុបទេប៉ុន្តែខ្ញុំពាក់វាហើយក៏ដាច់ខាតមិនជឿសុបដែរអូអេនេះទី13ហេមើលទៀតទៅបើយ៉ាងបាច់សំណាងល្អណាស់ដែលបានពួកឯងគ្រប់គ្រងកសែតរបស់យើងនេះកសែតរីករាយនេះមានទៀត13ថ្ងៃនេះមេក៏យកកសែតមកច្រើនម្ល៉េះកសែតទាំងអស់នេះ2ថ្ងៃហើយលោកមិនអស់ទេដូច្នេះយើងយកមកឲ្យពួកឯងមើលទេការប៉ັດសំបីតែពួកឯងក៏មិនគ្រប់គ្រងកសែតខ្ញុំដែរកសែតរបស់ខ្ញុំអត់ដល់ថ្នាក់នេះហ៎មិនមែនទេអ្នកមីងទី13តាមពិតពួកយើងចូលចិត្តកសែតអ្នកមីងខ្លាំងណាស់ប៉ុន្តែមិនមែនពេលដែលទិញកសែតមើលគឺខុសមួយច្បាប់ពួកឯងឆាប់មើលទៅពួកឯងនិយាយពីស្អីខ្លះទេសរសេរដូចជាសរសេរបឡោមលោកអញ្ចឹងចេះបោះពុំចេញមកកើតដែរការប៉ັດអន់ខ្លាំងណាស់អ្នកមីងទី13តាមពិតការមើលកសែតរបស់អ្នកមីងនោះគួរតែកែប្រែបន្តិចទៅបានទេហេតុអីទេជាផ្លូវមនុស្សមានជំនឿមានការសង្ស័យច្រើនមិញមើលកសែតរីករាយមើលចំណងជើងគេទៅមានខ្លឹមសារអត្ថន័យសរសេរពីអ្វីដែលគេចង់បានថ្ងៃខែទីកន្លែងសរសេរទាំងអស់បែបនេះមើលទៅពេញផ្នែកណាសូម្បីតែពាក្យពេចន៍តើក៏ល្អដែរហើយបែបនេះណានរណាមិនចូលចិត្តមើលទៅទោះពិតឬមិនពិតប៉ុន្តែមានអត្ថន័យពេញលេញអាជីយកកសែតអ្នកមីងទី13មកមើលអ្នកមីងមើលកសែតរបស់អ្នកមីងទៅណែគេសរសេរប៉ុន្មានអក្សរនេះមីងឃើញដែរទេណែស្អីសួនអង្គាសិលមានខ្មោចសានតុងណែផ្ទុះសង្គ្រាមជាថ្មីតំណាក់តំណងចិនអាមេរិកអ្នកមីងសរសេរច្រើនយ៉ាងនេះមិនតាក់ទងរឿងខ្វាងចៅសោះមីងឲ្យគេមើលកសែតអ្នកមីងចាំមិនកើតទៅវាគ្មានអត្ថន័យសោះនេះក៏ដែរធ្វើកសែតគឺចង់ដាស់តឿនប្រជាពលរដ្ឋឲ្យគេយកចិត្តទុកដាក់នឹងប្រទេសជាតិចាំឲ្យខ្ញុំដាស់តឿនពួកគេហាងកសែតទាំងនោះបានបើកទ្វារហើយទេតាអាខុននិយាយត្រូវប៉ុន្តែព័ត៌មានព្រលឹងខ្មៅគឺដឹកនាំអ្នកជំនឿអរូបីពេលនេះពួកគេដាប់ផ្សព្វផ្សាយជំនឿអរូបីហើយបើសិនជារួមទាំងកសែតខ្ញុំទៀតនោះពួកគេមិនកាត់តែឈួតតែហើយទេមិនអាចនិយាយបែបនេះបានទេអ្នកមីងទី13បើសិនជាកសែតរបស់អ្នកមីរេការនៅសួនអង្គាសិលមានខ្មៅរួមតែមានរូបថតអញ្ចឹងវារំជើបរំជួលចិត្តនេះមិនមែនដឹកនាំរឿងអបិយជំនឿទេនេះគឺជារឿងជាក់ស្ដែងបើសិនជាមានរូបថតមកបញ្ជាក់កសែតអ្នកមីងទី13ប្រកាសជាលក់ដាច់ជាមិនខាននិយាយតាមត្រាតែកសែតរបស់ខ្ញុំតាំងពីលើកមុនមកដល់ពេលនេះគឺខាតដើមរហូតបើសិនជាគ្មានការរីកចម្រើនទេទីស្នាក់ការយើងត្រូវបាត់ទ្វារហើយដូច្នេះអ្នកមីងទី13មើលទៅកសែតរបស់អ្នកមីងប្រកាសជាត្រូវកែប្រែឲ្យមានអត្ថន័យបន្តិចតើត្រូវដែរទេហ៎ត្រូវទេអ្នកមីងទី13មកហើយអ្នកទាំងអស់គ្នាក៏នៅដែរលោកគ្រូលោកគ្រូនេះមើលទេទៀតហើយព័ត៌មានបែបនេះជឿលើអបិយជំនឿពេកហើយអ្នកមីងទី13ត្រូវតែកែតម្រូវឲ្យវាបានល្អជាងនេះបន្តិចទៅតើបានទេល្អទេលោកគ្រូអញ្ជើញផ្សារបាយល្អហូបបាយមានរឿងអីចង់និយាយជាមួយខ្ញុំហ៎អត់មែនហើយថ្ងៃស្អែកនេះលោកអាដាមសនីអត់ក្បាលនៅសំណាក់3ថ្ងៃហើយខ្ញុំបានសន្យាថាមកបាយសំណុំរឿងនេះទោះជាមានរឿងអ្វីក៏ដោយខ្ញុំតែមើលដែរហេតុអីក៏សួរបែបនេះខ្ញុំចង់ទៅជាមួយឯងដែរបើសិនជាពិតជាមានខ្មោចមែននោះខ្ញុំអាចថតបានហើយយកមកសរសេរព័ត៌មានផ្ដាច់មុខទៀតផងសូម្បីតែនាងក៏ចង់ឲ្យមនុស្សជឿលើអបិយជំនឿដែរបើសិនជាមានខ្មោចមែនខ្ញុំគ្រាន់តែសរសេរព័ត៌មានចេញមកទេនាងជាសាស្ត្រាចារ្យបរទេសគួរតែនិយាយពីវិទ្យាសាស្ត្រមិនក៏ល្ងងខ្លោចដូចជាអ្នកក្នុងភូមិធ្វើឲ្យមនុស្សជឿលើអបិយជំនឿហ៎ម្ហូបនេះឆ្ងាញ់ណាស់ណ៎សូម្បីតែទឹកស៊ុបក៏ឆ្ងាញ់ដែរហើយមែនណាឆ្ងាញ់ណាខ្ញុំតែស្លោចិត្តឯង
ខ្ញុំថាទៅសួនអង្គាសានប្រកាសជាមានគ្រោះថ្នាក់ហើយអ្នកមីកំទៅអីទៅក៏គ្មានប្រយោជន៍ដែរពួកឯងហូបខ្លួនឯងចោះមិនបាច់ឲ្យខ្ញុំទេអ្នកមានទី13កុំទៅល្អជាង ខ្ញុំបានសម្រេចហើយហេតុអីក៏ខាត់ខ្ញុំទៅ លោកគ្រូក្លាហានបែបនេះទៅហើយទោះជា